សំណួរឧត្តមកតេត្រូវបានគេចាត់ទុកថាជាវត្ថុបំណងដ៏ថ្លៃថ្នូរចូលពន្យល់ចម្លើយឧត្តមកតេត្រូវបានគេចាត់ទុកជាវត្ថុបំណងដ៏ថ្លៃថ្នូរដែលឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងមនសិការរបស់មនុស្សក្រោមទម្រង់ជារូបតំណាងដ៏ល្អឥតខ្ចោះជាគំរូដ៏ល្អប្រពៃពីព្រោះទម្រង់ទាំងពីរនេះមានអានុភាពទាក់ទាញរាល់កម្លាំងទ្រទ្រង់ជីវិតបុគ្គលបាញ់ឆ្ពោះទៅរកការសម្រេចបានតាមបំណងក្នុងរយៈពេលដ៏យូរអង្វែងសំណួរចូលពន្យល់គំរូមនុស្សវីរៈបុរសចម្លើយគំរូមនុស្សវីរៈបុរសគឺសំដៅលើអ្នកណាដែលហ៊ានពលីជីវិតដើម្បីមាតុភូមិជាតិហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារអធិបតេយ្យភាពជាតិហ៊ានពុះពៀគ្រប់ឧបសគ្គធំហ៊ានទទួលភាពឈឺចាប់ខ្លាំងបំផុតទាំងផ្លូវកាយផ្លូវចិត្តដើម្បីបូរណភាពជាតិក្លាហានលើសមនុស្សធម្មតាសំណួរសិស្សជាកម្លាំងមួយដ៏សំខាន់ក្នុងការចូលរួមប្រឆាំងនឹងអំពើពុករលួយចូលពន្យល់ដោយលើកឧទាហរណ៍បញ្ជាក់ចម្លើយសិស្សជាកម្លាំងមួយដ៏សំខាន់ក្នុងការចូលរួមប្រឆាំងនឹងអំពើពុករលួយព្រោះសិស្សគឺជាទំពាំងស្នងឫស្សីជាធនធានដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចសង្គមនិងជាសសរទ្រូងរបស់ប្រទេសជាតិដូចនេះសិស្សអាចចូលរួមប្រឆាំងអំពើពុករលួយតាមរយៈវិធីដូចខាងក្រោមចូលរួមទិវាជាតិប្រឆាំងអំពើពុករលួយនាថ្ងៃទី9ខែធ្នូកុំចូលរួមក្នុងសកម្មភាពនៃអំពើពុករលួយធ្វើជាពលរដ្ឋល្អស្អាតស្អំជាធុរជនប្រកបដោយភាពសុចរិតមានវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវខ្ពស់គោរពច្បាប់មិនប្រឆាចនឹងច្បាប់និងមានសីលធម៌ណែនាំដល់សមាជិកគ្រួសារពីផលវិបាកនិងកុំប្រព្រឹត្តអំពើពុករលួយចូលរួមឃ្លាំមើលនិងរាយការណ៍ពីអំពើពុករលួយដើម្បីឲ្យអាជ្ញាធរអនុវត្តច្បាប់បង្ក្រាបជួយគាំទ្រសកម្មភាពទាំងឡាយណាដែលប្រឆាំងអំពើពុករលួយចូលរួមសកម្មភាពអប់រំតាក់ទងនឹងសកម្មភាពសង្គមមិនប្រព្រឹត្តអំពើពុករលួយសំណួរចូលរៀបរាប់តម្លៃថ្នាក់ខ្ពស់របស់មនុស្សអ្វីទៅដែលហៅថាតម្លៃបញ្ញាចម្លើយតម្លៃថ្នាក់ខ្ពស់របស់មនុស្សមានដូចជា1តម្លៃបញ្ញា2តម្លៃសោភ័ណ្ឌ3សីលតម្លៃ4តម្លៃសាសនាតម្លៃបញ្ញាគឺជាតម្លៃដែលគេបានជួបប្រទះនៅក្នុងការពេញចិត្តនិងការចង់ចេះចង់ដឹងប្រកបដោយសុភវិនិច្ឆ័យនិងការប្រើប្រាស់ស្មារតី
ប្រកបដោយបញ្ញាឧទាហរណ៍ពុទ្ធិសច្ចភាពសំណួរចូលបង្ហាញពីចំណងតាក់ទងរវាងបញ្ញត្តិការវិនិច្ឆ័យនិងវិចារចម្លើយចំណងតាក់ទងរវាងបញ្ញត្តិការវិនិច្ឆ័យវិចារគឺ1បញ្ញត្តិជាន័យរបស់ពាក្យមួយជាអ្វីដែលគេនឹកដល់កាលណាគេប្រើពាក្យមួយបញ្ញត្តិសុទ្ធតែអរូបីទាំងអស់ព្រោះវាគ្រាន់តែជាពាក្យសម្រាប់សម្គាល់មិនមែនសំដៅលើរូបរាងវត្ថុដោយដូចជាពាក្យថាតុកៅអីឬទ្រង់ទ្រាយគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះ2ការវិនិច្ឆ័យជាអំពើនៃគំនិតដែលឲ្យលក្ខណៈទៅលើបញ្ញត្តិមួយឬជាចំណងដែលចងបញ្ញត្តិពីរឬច្រើនជាប់គ្នាឧទាហរណ៍តុមូលតុខ្ពស់ជាងកៅអី3វិចារជាការប្រមូលផ្ដុំវិនិច្ឆ័យពីរឬច្រើនឬជាការប្រមូលផ្ដុំគំនិតជាច្រើនដើម្បីឈានទៅរកការសន្និដ្ឋានអ្វីមួយឧទាហរណ៍អ្នកក្រតែងជួបការលំបាកសុខជាអ្នកក្រដូច្នេះសុខតែងជួបការលំបាកដែរដូចនេះបញ្ញត្តិការវិនិច្ឆ័យវិចារមានទំនាក់ទំនងគ្នាទៅវិញទៅមកព្រោះវាជាអំពើទាំង3នៃគំនិតសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីៗបន្ថែមទៀតសូមអរគុណ